ប៉ុណ្ណោះចាប់ពីពេលនោះមកកម្ពុជាបានធ្លាក់ដុនដាបនិងបែកបាក់លំបាកវេទនាជាទីបំផុតនេះជាដំណាក់កាលដែលអ្នកប្រវត្តិវិទូហៅថាដំណាក់កាលខ្មៅងងឹតនៃប្រវត្តិសាស្ត្រកម្ពុជាចាប់តាំងពីពេលនោះមកកម្ពុជាបានស្ថិតនៅក្រោមឥទ្ធិពលរបស់សៀមបន្តរហូតដល់សតវត្សទី17សតវត្សទី18ទើបមានវត្តមានរបស់យួនអាណាមចូលមកក្នុងប្រវត្តិសាស្ត្រកម្ពុជាដូច្នេះជាចម្លើយនៃសំណួរប្រធានបទចុងក្រោយរបស់យើងគឺថាមហានគរចុះខ្សោយព្រោះចំនួនផ្ទៃក្នុងផងសង្គ្រាមពីខាងក្រៅផងជាពិសេសគឺសង្គ្រាមជាមួយនឹងមហានគរធំដូចជាម៉ុងហ្គោលជាដើមទី2គឺមហិច្ឆតាឬក៏គោលដៅចម្បងរបស់បុព្វបុរសសៀមគឺត្រូវតែកំទេចមហានគរឲ្យបានជាដាច់ខាតទី3នោះគឺក្រោយការធ្លាក់ចុះអំណាចឥទ្ធិពលជាមហាអំណាចរបស់ខ្លួនកម្ពុជាបានផ្លាស់ប្ដូររាជធានីជាញឹកញាប់នឹងការធ្លាក់ចុះសេដ្ឋកិច្ចការបាត់បង់ឱកាសជំនួញក្នុងតំបន់ដែលជាហេតុធ្វើឲ្យជួបនៅវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរអស់ជាច្រើនសតវត្សហេតុផលចុងក្រោយដែលធ្វើឲ្យកម្ពុជាស្ទើរតែមិនអាចងើបឈរឡើងវិញបាននោះគឺសៀមតែងតែប្រមូលធនធានទាំងអស់ទាំងទ្រព្យសម្បត្តិជាតិនិងធនធានមនុស្សនៅក្រោយពេលដែលធ្វើសង្គ្រាមឈ្នះកម្ពុជាធ្វើឲ្យកម្ពុជាក្រីក្រ